បន្ទាប់ពីខ្ញុំផ្លាស់ប្ដូរមកនៅទីក្រុងកំពង់សោមនេះអស់មួយរយៈខ្ញុំសង្កេតឃើញថាទីក្រុងកំពង់សោមគឺមានការខុសប្លែកពីទីក្រុងភ្នំពេញច្រើនមែនទែនធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ក្នុងការស្នាក់នៅបន្តចំពោះការងារនៅទីនេះវាបង្រៀនឲ្យខ្ញុំច្រើនព្រោះក្រុមហ៊ុនធំភាគច្រើនក្នុងវិស័យសន្តាគារកាស៊ីណូនៅទីនេះសម្បូរជនជាតិបរទេសវិនិយោគនិងអ្នកធ្វើការមួយចំនួនធំគឺពួកគាត់គឺជាជនបរទេសវាធ្វើឲ្យខ្ញុំពង្រឹងសមត្ថភាពភាសាបរទេសខ្ញុំប្រសើរជាងមុនហើយសម្រាប់បងប្អូនណាដែលគិតថាក្រុងព្រះសីហនុมันមានសុវត្ថិភាពមានបញ្ហាចេះបញ្ហាចោះទាំងអស់នោះគឺមិនដូចអ្វីដែលបងប្អូនគិតទេប្រហែលមានអ្នកខ្លះគាត់ខ្លាចក្នុងការផ្លាស់ប្ដូរដោយសារតែពួកគាត់ភ័យខ្លាចក្នុងការរស់នៅម្នាក់ឯងហើយវីដេអូនេះជាសារដាស់តឿនមួយសម្រាប់អ្នកទាំងអស់គ្នារាល់ការសម្រេចចិត្តរស់នៅម្នាក់ឯងមិនមែនជារឿងមិនល្អទេអរគុណសម្រាប់អ្នកទស្សនាវីដេអូតាំងពីវគ្គ1រហូតដល់វគ្គ2នេះ